ដំណឹងដល់សោកសៅរបស់ក្រុមបាសេឡូណាបានមកដែរហើយបាទនោះគឺលោក Robert Lewandowski ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់បាសេឡូណាដែលបានធ្វើការផ្លាស់ប្ដូរពី Bayern Munich ពេលនេះលោកបានប្រកាសថារដូវក្តៅខាងមុខនេះក៏ដូចជាចុងរដូវកាលទាំងអស់នេះលោកនឹងលាលែងឬក៏ឈប់ពីបាសេឡូណាហើយបាទតែក្នុងនោះដែរគឺបាសេឡូណាត្រៀមទទួលកីឡាករថ្មីដែលជាខ្សែប្រយុទ្ធរបស់ Atletico de Madrid បាទគឺជាកីឡាករវ័យក្មេងដែលមានវ័យជើងលេងដ៏ល្អហើយនឹងយុទ្ធសាស្ត្រលេងក៏ដូចជាគាត់អាចលេងបានគ្រប់ទម្រង់តែម្ដងនោះគឺ Julian Alvarez បងប្អូនទៅមើលទម្រង់លេងរបស់ Julian Alvarez គឺគាត់មានការញាក់ក៏ដូចជាយុទ្ធសាស្ត្រក្នុងការសុទ្ធគឺល្អមែនទែនគាត់ខ្ចប់តែម្ដងអ្វីក៏ប៉ុន្តែគាត់មានរូបរាងតូចជាង Lewandowski ក៏ប៉ុន្តែការរត់និងការញាក់លឿនមិនចាញ់ Lewandowski ទេហើយសម្រាប់ Lewandowski នេះផងដែរគឺកំពុងតែធ្វើការសម្រេចចិត្តមិនទាន់ដឹងច្បាស់ការថាបន្ទាប់ពីឈប់ពី Barcelona នេះគាត់ត្រូវទៅលេងឲ្យក្រុមណានោះទេព្រោះឲ្យមានក្រុមជាច្រើនដែលសម្លឹងឃើញស្នាដៃរបស់ Lewandowski ដែលបន្សល់នៅ Bayern Munich ក៏ដូចជា Barcelona នេះផងដែរខ្ញុំនឹងចូលរួមតាមដានអ្នកនរគ្នាថាតើ Lewandowski គាត់នឹងទៅលេងឲ្យក្រុមណាហើយតើ Barcelona នឹងអាចទិញកីឡាករពី Atletico de Madrid បានដែរទេនោះគឺ Julian Alvarezដែលជាខ្សែប្រយុទ្ធដ៏លេចធ្លោបំផុតនៅពេលនេះហើយសម្រាប់វីដេអូនេះពីខ្ញុំបាទមានភាពស្គាល់ផ្នែកងារខ្មែរដែលតែងតែចែកជូនទូរទស្សន៍ដល់បងប្អូនអរគ្នាបាទកុំភ្លេចចូលរួមតាមដាននិងជួយគាំទ្រខ្ញុំបាទទាំងអស់គ្នាសូមអរគុណច្រើន